Song Swakom Makan Khat Có Con ជំរាបសួរប្រជាជនកម្ពុជានាងខ្ញុំយ៉ងយ៉ងជាបេក្ខភាព Miss Queen Cambodia 2025 តំណាងឲ្យខេត្តកោះកុងនាងខ្ញុំមានសេចក្តីសប្បុរសរីករាយតំណាងឲ្យខេត្តកោះកុងខេត្តកោះកុងគឺជាទឹកដីកំណើតរបស់នាងខ្ញុំស្រុកកំណើតរបស់នាងខ្ញុំភូមិដងទឹកឃុំដងទឹកស្រុកបតុមសាគរខេត្តកោះកុងខេត្តកោះកុងមានក្រុងចំនួន1គឺក្រុងខេមរភូមិន្ទនិងស្រុកចំនួន6ស្រុកកោះកុងស្រុកបតុមសាគរស្រុកស្រាមបាល់ស្រុកគិរីសាគរស្រុកមណ្ឌលសីមានិងស្រុកថ្មបាំងខេត្តកោះកុងបង្កើតនៅសង្គមសម័យរាជនិយមនៅរាជការនរោត្តមរណរដ្ឋនៅឆ្នាំ1958ដែលបានកាត់ចេញពីខេត្តកំពតនិងព្រះសីហនុខេត្តកោះកុងមានផ្ទៃដីទំហំ10លាន045.56 ម៉ែត្រការ៉េស្មើនឹង 5.54% នៃផ្ទៃដីប្រទេសកម្ពុជាសរុបខេត្តកោះកុងជាខេត្តមួយក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង4និងស្ថិតនៅប៉ែកទិសនិរតីនៃប្រទេសកម្ពុជាខេត្តនេះមានព្រំប្រទល់ខាងកើតជាប់ខេត្តព្រះសីហនុនិងកំពង់ស្ពឺខាងលិចនិងខាងត្បូងជាប់នឹងឈូងសមុទ្រប្រទេសថៃនិងខាងជើងជាប់នឹងខេត្តពោធិ៍សាត់ខេត្តកោះកុងគឺជាខេត្តដែលមានសក្តានុពលធនធានធម្មជាតិដែលរាជរដ្ឋាភិបាលប្រសិទ្ធនាមថាតារារះនាទិនិរតីនិងសម្បូរទៅដោយធនធានធម្មជាតិជីវៈចម្រុះព្រមទាំងមានតំបន់ទេសចរជាច្រើនកន្លែងសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តយ៉ាងច្រើនប្រវត្តិចេតិយខុនឆាងខុនផែនគឺជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយដែលស្ថិតនៅក្នុងស្រុកមណ្ឌលសីមាខេត្តកោះកុងចេតិយខុនឆាងខុនផែនគឺជាទីកន្លែងតម្កល់អធិធាតុបុព្វបុរសខ្មែរពីជំនាន់ដើមនៅក្នុងសតវត្សទី13រួមទាំងមនុស្សស្រីដែលខ្លួនស្រឡាញ់នៅលើផ្ទាំងថ្មចំកណ្ដាលដៃសមុទ្រនៅចំពីមុខទីរួមខេត្តកោះកុងចម្ងាយត្រឹមតែជាង1គីឡូនៅទីនោះគឺជាទីសក្ការៈបូជាហើយក៏មានលក់វត្ថុអនុស្សាវរីយ៍ផងដែរកន្លែងទេសចរទាំង10ក្នុងខេត្តកោះកុងដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិកោះស្រឡៅឆ្នេរនេសាទកោះកុងក្រៅឆ្នេរផ្កាយ7កោះស្ដាច់តំបន់អេកូទេសចរជីផាតទឹកធ្លាក់តាតៃនិងពាមក្រសោមព្រៃកោងកាងនាងខ្ញុំយ៉ងយ៉ងសូមសន្យាថានាងខ្ញុំនឹងដណ្ដើមមកុដ Miss Queen Cambodia 2025ជូនទៅដល់ពុកម៉ែបងប្អូននៃខេត្តកោះកុងឲ្យបានឃើញថាក៏ដូចជាបណ្ដា fan របស់នាងខ្ញុំឲ្យដឹងថារូបនាងខ្ញុំពិតជាស័ក្តិសមបំផុតដែលត្រូវជាម្ចាស់មកុដ Miss Queen Cambodia 2025នាពេលខាងមុខយ៉ងយ៉ង Miss Queen Cambodia 2025ដែលមានស្លាកលេខសម្គាល់លេខក្រមសបាយមកក្រមចង់វាងភ្លេងខ្មែរនឹងអូនបានទេមកក្រវីអ្នកអាមីអាមុំអារីអារ៉ាអារម្មណ៍អាណែតអានេះមកសបាយ